យុគរបស់ព្រះសត្ថាទី1ដែលមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះបរមហន្តរាជាធិរាជឬហៅដោយខ្លីថាព្រះសត្ថាទី1បន្ទាប់ពីព្រះបរមិន្ទរាជដែលជាព្រះបិតាទ្រង់សោយទីមង្គតលោកក៏ឡើងគ្រងរាជបន្តពីឆ្នាំ1576តមកព្រះសត្ថានេះគឺជាព្រះរាជាដែលគ្មានតម្រេះវិជានិងគ្មានបញ្ញាវុធក្នុងការដឹកនាំប្រទេសដើម្បីឲ្យមានការទប់ទល់ទៅនឹងសត្រូវឬបង្កឲ្យមានសេចក្តីសុខចម្រើនទៅដល់ជាតិសាសន៍របស់ខ្លួននេះមានតែពីការច្បុកច្បល់និងរលាយរលត់បើប្រៀបធៀបទៅដូចជាយុគរបស់សម័យយើងអាវខ្មៅគឺប៉ុលពតអៀងសេរីខៀវសំផនដូចគ្នាដែរប៉ុន្តែលោកមិនបានវាយទាំងប្រទេសខ្ញុំទេលោកវាយតែក្រុងលង្វែកវាយខ្លួនឯងក្រុងលង្វែកនេះប្រងការនោះគឺបន្ទាប់ពីព្រះបរមិន្ទរាជដែលជាព្រះបិតាសោយទីមង្គតទៅលោកក៏សោយរាជនៅក្នុងក្រុងលង្វែកនឹងដែរប៉ុន្តែលោកមិនបានយកគំរូឬដើរតាមកន្លងរបស់ដូនតាគឺព្រះជីតារបស់លោកដែលជាព្រះច័ន្ទរាជាទេលោកលមប់តែអំណាចគ្រប់គ្រងឆ្លុកវង្វេងអំណាចហើយមិនទៅយកគ្នាជាជាតិខ្មែរនឹងមកសេពគប់ទេយកបរទេសហើយវគ្គនោះក៏មានជាតិបរទេសអឺរ៉ុបចូលមកច្រើនដែរដូចជាប៉ទុយកាល់ហូឡង់អីចឹងមករហូតដល់មានលោកឡាវេឡូសូបានក្លាយជាឡាវេឡូសូនេះបានក្លាយជាប្អូនថ្លៃហើយមានម្នាក់ទៀតជាជាតិអេស្ប៉ាញមកធ្វើជាអង្គរៈផ្ទាល់ព្រះអង្គសោយរាជបានប្រហែលឆ្នាំខ្លាចប្អូនមួយមានឈ្មោះថាព្រះស្រីសុរិយោពណ៌នេះដើមរាជក៏បកគលរៀងទៅឲ្យកូនខ្លួនឯងទាំងតែកូននឹងទើបអាយុបាន11ឆ្នាំហើយនឹង6ឆ្នាំនៅឡើយទេឲ្យឡើងសោយរាជប៉ុន្តែខ្លួនឯងនៅតែជារាជានុសិទ្ធដដែលសម្រាប់កិច្ចការជារាជការដែរហើយអត់មានបានផលប្រយោជន៍អីទេគឺក្នុងវគ្គនេះឯងគឺជាតិសៀមមានឱកាសដល់ពេលបរិជាដែលធ្លាក់ក្នុងកម្រិតដែលគ្មានគុណធម៌ហើយល្ងងដោយអំណាចឆ្លុកវង្វេងនិងយកអំណាចអីតិចទៅហើយនឹងការពង្វល់មិនស្ដាប់ពីសាច់ញាតិជាជាតិខ្មែរដូចគ្នាចឹងទៅហើយចុះមានសត្វជាតិអេស្ប៉ាញហើយជាតិប៉ូទុយកាល់មកនៅជាមួយចឹងហើយដល់ចឹងអត់ចូលពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្លួនទេទៅបានផ្ដល់ឱកាសឲ្យជាតិសៀមនឹងមកកកកាយរហូតដល់មានសៀមមានអ្នកបួស2នាក់មួយអ្នកចេះដាក់អំពើមួយអ្នកចេះដោះអំពើធ្វើឲ្យព្រះនគរនឹងមានការកើតច្បុកច្បល់វឹកវរសំបីតែឯកអមហេសីព្រះភគវតីរបស់ទ្រង់ក៏មានប្រឈួនហើយយកលោកសង្ឃពីររូបហ្នឹងនាមសុបញ្ញោនិងតិបញ្ញោហ្នឹងមកឲ្យមើលឲ្យថាមកពីនគរទោះបាល់មីមហានគរនេះធ្វើទុកទោសព្រះអង្គតើព្រះអង្គយកព្រះពុទ្ធរូបអត្តរោះដែលជាស្នាបហររបស់ព្រះច័ន្ទរាជាយកទៅចោលបានសេចក្តីសុខស្ដេចនឹងល្ងងធ្វើតាមទៀតបំផ្លាញខ្ទេចខ្ទីទាំងអស់ព្រះរាជវាំងនៅក្នុងលង្វែកទាំងប្រមាណហ្នឹងពុទ្ធរូបក្តីអីក្តីយកបិកតិតខ្ទេចខ្ទីទាំងអស់បានឱកាសជាតិសៀមនឹងចូលមកលុយតែម្ដងហ្នឹងទៅនេះគឺជាការធ្លាក់ចុះរបស់ព្រះរាជាយើងចាប់ពីព្រះសត្ថាទី1នេះទៅរហូតមកទល់គ្នានឹងសម័យឧដុង្គខ្ញុំកាលណាទូលបង្គំបានសង្កេតឃើញហើយថាវគ្គដែលធ្លាក់ចុះហ្នឹងគឺធ្លាក់ចាប់ពីឆ្នាំ1576នឹងមកណាបន្ទាប់មកជាមើលអពុទ្ធហេតុដែលព
ព្រះសទ្ធាធ្វើទង្វើបែបនេះក៏បានកើតឡើងថាប្រខណ្ឌឡើងស្នឹមតាំងពីត្រៃសូររហូតដល់ដងកាន់ទាំងសងខាងអាងទឹកព្រះមហាក្សត្រនៅបកានប្រែជារីងហួតអស់ទឹកសម្រាប់មន្ត្រីរាជការល្អខ្មួទឹកសម្រាប់ប្រជារាស្ត្រប្រែជាក្រហមដូចឈាមដំបូកឃ្លាំងមើងក៏រិចរិលអស់ព្រះពុទ្ធរូបអត្តរោះនៅខេត្តបរិបូរប្រែជាហូរឈាមតាមប្រណេតច្រើនទៅទៀតបាទព្រះពុទ្ធរូបខេត្តអសន្ទុកកំពង់ធំបានចេញឈាមតាមប្របាទហើយមានស្រមោចលីងដេញមិនចេះអស់មានអភូតហេតុច្រើនណាស់ពេញប្រទេសទាំងអស់ដែលយុគរបស់ព្រះបាទសេដ្ឋាទី2ព្រះសេដ្ឋាទី1ឡើងក្រុងរាជនេះហើយចាញ់បោកជនជាតិសៀមដែលគេជាមកកោគេមកបំផ្លាញព្រោះគេដឹងថារាជវាំងរបស់លង្វែកនេះមានឥទ្ធិពលនិងមានមហិទ្ធិឫទ្ធិខ្លាំងក្លាណាស់ដូច្នេះហើយមានតែធ្វើការកកូលពីក្នុងដល់បានស្ដេចនឹងកំសោយបញ្ញាក្នុងការដែលទប់ទល់នឹងវរយុទ្ធរបស់គេធ្វើឲ្យជាតិសាសន៍របស់យើងធ្លាក់ចុះហើយអត់ស្ដាប់អ្នកណាទាំងអស់ហើយរាជកិច្ចគ្រប់យ៉ាងដូចគ្មានធ្វើអីទេតាទប់ទល់នៅសង្គ្រាមជ័យជាមួយថៃជាមួយអីដូចជាប្រើតែព្រះស្រីសូរិយោពណ៌ខ្លួនឯងនោះរត់ប្រាសយកក្នុងឆ្នាំ1980ដល់1580និង86នេះថៃចាប់ដើមដឹងថាបំបែកខាងក្នុងបានហើយទីលង្វែករលាយខ្ទេចខ្ទីអស់ពុទ្ធរូបអត្តរោះអីបានហ្នឹងក៏មកពាត់លង្វែកហ្នឹងពាត់បៃយូរអត់បែកទៀតណាប៉ុណ្ណឹងហើយដល់ពេលអញ្ចឹងក៏ទៅចេញទៅវិញបែកប្រាក់ដួងចោលព្រះជានឹងក៏អត់មានការគិតចារណាទៀតឲ្យប្រជារាស្ត្រទាំងមន្ត្រីរាជការទាំងអស់កាប់ឆ្ការឫស្សីរើសប្រាក់ដួងយកមកប្រើបង្ហិនថែមទៀតលេខអស់ថៃដឹងថាជាតិសៀមដឹងថាបានកាប់រលាយអស់ហើយមកវាយសក្រិបទៅមួយផ្លែតបានចាប់ទាំងព្រះស្រីសូរិយោពណ៌ទៅជាមួយទៀតហើយមិនត្រឹមវាយនៅធម្មទីនឹងបីទៅធ្លាយដល់ភ្នំពេញនោះទៀតចឹងមិនថានេះជាយុគដែលសម្រាប់យើងទាំងអស់គ្នាដែលជាអ្នកនៅរស់ក្រោមពន្លកប្រលឹងនៃដូនតារបស់យើងបើសិនជាដើរក្នុងគំនិតក្រៅកន្លងចំពោះរឿងស្ថានភាពឬសភាពការដែលភាពច្បុកច្បល់របស់យើងវាតែងតែមានធម្មតាមួយយុគលោកហ្នឹងគឺមានជាតិអឺរ៉ុបមកច្បុកច្បល់ច្រើនណាស់មិនថាចិនមិនថាប៉ូទុយហ្គាល់មិនថាហូឡង់មកច្បុកច្បល់ហ្នឹងទៅអញ្ចឹងហើយការវែកញែកសេចក្តីនេះវាមិនខុសអីអំពីការដែលយើងត្រូវតែយកជាតិខ្លួនឯងជាធំមិនអាចយកអ្នកដទៃមកជាធំបានទេកាលណាយកអ្នកដទៃជាធំគេអត់បានដឹងពីវប្បធម៌បៃនេះទំនៀមទម្លាប់យើងណាគេចេះតែឲ្យយោបល់មកមានតែការហិនហោចរលាយរលត់ចេះរលាយរលត់តិចចាប់ព្រះស្រីយោពណ៌ទៅប្រទេសបានព្រះអង្គរាមាជើងព្រៃនេះមកជួយវាយសង្គ្រិបឲ្យសៀមខ្ទាតចេញពីលង្វែកវិញហើយលោកក៏ចាប់សោយរាជនៅឆ្នាំ1593ឲ្យចំណែកព្រះសេដ្ឋានិងអមយថងរបស់នឹងមនុស្សម្នាងរបស់លោកក៏ភៀសខ្លួនទៅនៅដល់ស្រុកលាវទៅដល់នោះឈឺស្គាត់អស់ទៅស្លាប់អស់នៅសល់កូនមួយពញាតននោះបានលោកវិសូហើយនឹងលោកឡាវីសជាតិអេស្ប៉ាញនេះនាំមកដណ្ដើមរាជពីព្រះរាមាជើងព្រៃធ្វើកត់ព្រះរាមាជើងព្រៃបានទៀតអានេះអត់មានវរយុទ្ធអីក្នុងការទប់ទល់ទេទាំងអបរទេសទាំងប្រមាណអ្នកហ្នឹងក៏អញ្ចឹងដែរអត់មានជួយទប់ទល់ទេដល់ពេលព្រះរាមាជើងព្រៃណែបានទប់វាយសៀមលបើកចេញទៅស្រុកអស់ហើយបែរជាមិនមកជួយអបអរទេមកដណ្ដើមរាជបន្តទៀតអញ្ចឹងបានកូនពញាតាននេះរៀងធំតិចហើយប្របីតាហើយនឹងបងដែលជាព្រះជ័យចេដ្ឋានោះដែលឡើងដាក់ឲ្យឡើងសោយរាជតាំងពីក្មេងនោះក៏ស្កត់បាត់ហើយដោយសារទៅស្រុកលាវឈឺផងស្
គាត់ទៅនេះចង់